ចាសួស្តីបងប្អូនអរគ្នាថ្ងៃនេះបបរខាប់គ្រប់គ្រឿងអូឌីបដលទៀតហើយបងប្អូនហើយថ្ងៃនេះទេទើបតែបានមកចែកម្លែកជូនបងប្អូនមើលទៀតចឹងណាព្រោះមករយៈនេះគឺរៀងរវល់តិចឯងបងប្អូនមើលតែបបរទៅក៏ដឹងដែរដឹងតែឆ្ងាញ់តែម្ដងណាបងប្អូនចឹងគ្រឿងផ្សំមានដូចជាអង្ករមានដូចជាស្ពៃចង្កឹះមានដូចជាការ៉ុតសាច់មាន់ននោហើយនិងពងមាន់យ៉ាងឯងគឺមានតែប្រមាណមកដែរហើយចំពោះវិធីធ្វើក៏ស្រួលៗដែរងាយៗដែរបងប្អូនឥឡូវមកមើលវិធីធ្វើទាំងអស់គ្នាចឹងជាដំបូងគឺខ្ញុំចាក់ប្រេងឆាយ៉ាងកលែងតិចមកហើយបន្តមកទៀតគឺយើងចាក់ខ្ទឹមក្រហមហាន់ជាចំណិតស្ដើងហ្នឹងយើងឆាឲ្យវារៀងឡើងឈ្ងុយបន្តិចមកចាំយើងចាក់សាច់មាន់ចូលចាចំពោះសាច់មាន់ក៏ខ្ញុំហាន់ជាចំណិតដែរខ្ញុំធ្វើបែបឆាបងប្អូនណាចាក៏ខ្ញុំធ្វើបែបឆាព្រោះអីថ្ងៃមុននោះគឺខ្ញុំបែបស្លប្រហើស្លអីចឹងទៅចាបន្តមកទៀតនៅពេលដែលយើងឆាសាច់រៀងបានឆ្អិនតិចហើយគឺយើងចាក់ការ៉ុតចូលទៅព្រោះថាការ៉ុតនេះគឺជាប្រភេទបន្លែដែលរឹងណាបងប្អូនគឺវាមិនងាយនឹងអាលួយទេបងប្អូនឆាបន្តិចឲ្យរៀងឈ្ងុយតិចហើយគឺយើងចាក់ទឹកយើងចូលទៅចាទឹកជាយើងដាក់ទៅតាមបរិមាណសមរម្យណាបងប្អូនហើយយើងកូរទេកុំឲ្យវាជាប់បាតជាប់ខ្ទះអញ្ចឹងណានៅពេលដែលពុះបានប៉ុណ្ណឹងហើយចាំយើងចាក់អង្ករយើងចូលហើយចំពោះអង្ករនេះផងដែរអត់មានអង្ករជប៉ុនអង្ករអីទេបងប្អូនគឺអង្ករយើងតាមបាយញ៉ាំរាល់ថ្ងៃហ្នឹងឯងធ្វើបែបនេះទៅធ្វើឲ្យកូននាងឆ្លាតហើយបងប្អូនហ្នឹងហើយសុខភាពក៏ល្អដែរហើយបន្ទាប់មកទៀតហ្នឹងគឺយើងចាក់ដំឡូងចាបន្លែផ្អែមហើយបន្ទាប់មកទៀតហ្នឹងគឺស្ពៃចង្កឹះចំណែកឯស្ពៃចង្កឹះក៏អញ្ចឹងដែរគឺយើងហាន់វាជាចំណិតទូចទៅដើម្បីងាយស្រួលរងាស់ណាបងប្អូនហើយយើងកូរវារងាស់វាតតែវារីងទឹកបងប្អូនចាតតែវាខាប់តែម្ដងណាចាំយើងចាក់ពងមាន់ចូលចាគោះពងមាន់ចូលមកគ្រាប់ទៅដើម្បីយកជាតិហើយបើកម្លាំងកូនយើងអញ្ចឹងទៅណាបងប្អូនហ្នឹងហើយសម្រាប់ម៉ាក់ដែលមិនទាន់ចេះធ្វើបបរគ្រប់គ្រឿងសម្រាប់អូនអីហ្នឹងបងប្អូនអាចមើលវីដេអូខ្ញុំបានណាព្រោះថាវិធីធ្វើក៏ងាយដែរគ្រាន់តែយូរនឹងរងាស់ដើម្បីឲ្យវាផុយអញ្ចឹងណាបងប្អូនហ្នឹងហើយយើងកូរវិចបែបនេះទៅបងប្អូនហើយអាសាកូនបន្តិចអត់មានដើរចោលទេណាបងប្អូនហើយត្រង់ចំណុចកន្លែងនេះគឺបងប្អូនបន្ថយភ្លើងបន្តិចអញ្ចឹងខ្លោចបានអញ្ចឹងណាបងប្អូនហ្នឹងហើយឥឡូវបបរយើងក៏បានឆ្អិនរួចរាល់ហើយដែរបងប្អូននេះគឺជាអាហារូបត្ថម្ភសម្រាប់កូនធ្វើឲ្យកូនឆ្លាតរៀនពូកែហើយសុខភាពក៏ល្អអត់ឈឺទេបងប្អូនបើឈឺក៏ឈឺតិចដែរបងប្អូនអានេះខ្ញុំបញ្ជាក់ណាហើយចំពោះបបរគ្រប់គ្រឿងអត់មានត្រូវការគ្រឿងទេសយើងដាក់លីទេរហូតតទៅគាត់អាយុ2ឆ្នាំទៅ2ឆ្នាំកន្លះអីទៅណាបងប្អូនហ្នឹងហើយអានេះគឺជាតិចនិចសម្រាប់ម៉ាក់ដំបងរបស់ខ្ញុំតែម្ដងចាតែក៏ប៉ុន្តែខ្ញុំមិនមែនធ្វើម្ដាយគេកូន2កូន3បងប្អូនណាទើបតែកូនត្បូងដែរទេតែដោយសារតែចំណេះជំនាញខ្ញុំហើយណាមួយចេះដឹងពីតាមពីគ្រូពេទ្យផងអីផងអញ្ចឹងទៅចាអញ្ចឹងវីដេអូចែកម្លែកបបរគ្រប់គ្រឿងក៏មានតែប៉ុណ្្នឹងទេចាំជួបគ្នានៅវីដេអូក្រោយៗទៀតណា